នារីម្នាក់នេះតែងតែញ៉ាំទឹកដោះគោមុនចូលគេងរាល់ថ្ងៃពិតប្រាកដណាស់ថ្ងៃនេះមានអារម្មណ៍ថាទឹកដោះគោមានរសជាតិប្លែកនៅពីដំបូងនាងមិនសូវជាចាប់អារម្មណ៍នោះទេតតែពេលស្អែកឡើងនាងបានភ្ញាក់មកនាងមានអារម្មណ៍ថារាងកាយខាងក្រោមរបស់នាងដូចជាឈឺចាប់អ្វីដែលប្លែកជាងគេនោះគឺនាងមិនដែលបានបិទលេវអាវទាំងអស់នោះទេតែពេលនេះវាត្រូវបានបិទដោយគ្មានមូលហេតុនៅពេលនោះនារីម្នាក់នោះបានគិតថាគេត្រូវបានមានអ្នកមកចាប់រំលោភរួចហើយនាងក៏បានប្រញាប់ទៅប្រាប់បងប្រុសរបស់នាងដែលជាគ្រូពេទ្យឲ្យបានដឹងក្រោយពីបានត្រួតពិនិត្យប្រទេសឃើញថានាងត្រូវគេចាប់រំលោភពិតមែនហើយវាមិនមែនត្រឹមតែមួយលើកនោះទេហើយនៅពេលនោះនាងគិតនឹងប្តឹងប៉ូលីសតែពេលដែលមកដល់ប៉ុស្តិ៍ប៉ូលីសនាងក៏មានអារម្មណ៍ថាភ័យភ្លាមពេលដែលចាប់ផ្ដើមស៊ើបអង្កេតពួកគេទាំងអស់គ្នានឹងសម្លឹងនាងមើលសារជាថ្មីបងប្រុសយើងទៅផ្ទះវិញទៅទោះបីជានាងមិនបានប្តឹងប៉ូលីសតែនាងក៏មិនធន់នៅស្ងៀមរួចហើយនាងនិងបងប្រុសរបស់នាងបានលួចប្រមូលផុសតាំងយ៉ាងស្ងាត់ក្រោយពីកណាត់ជួបមុខនឹងបង្អួចដែលបានបើកទ្វារគេមិនបានប្រទះឃើញអ្វីឡើយហើយចុងក្រោយនាងក៏ព្រមចុះចាញ់ដើម្បីជាសុវត្ថិភាពរបស់ប្អូនស្រីក្រោយមកបងប្រុសរបស់នាងក៏ទិញរបស់ដោយខ្លួនឯងមើលថែជីវិតប្រចាំថ្ងៃរបស់នាងតែនៅក្នុងថ្ងៃនេះបងប្រុសរបស់នាងបានប្រទះឃើញមនុស្សដែលសង្ស័យនៅក្នុងកញ្ចក់ហើយបុរសម្នាក់នោះបានបញ្ចេញខ្លួនមិនត្រឹមតែមួយដងតែប៉ុណ្ណោះទេពីម្សិលមិញនាងបានចេញពីហាងអាហារហើយបុរសម្នាក់នោះធ្វើជាចៃដន្យថាបានដើរកាត់ផ្លូវនេះហើយបងប្រុសរបស់គេក៏បានឃើញដែរនៅថ្ងៃនោះប្រកបណាស់ទង្វើរបស់បុរសម្នាក់នោះធ្វើឲ្យបងប្រុសរបស់គេសង្ស័យអញ្ចឹងហើយគេបានប្រាប់ពីការសង្ស័យក្នុងចិត្តរបស់គេឲ្យនាងបានស្ដាប់តែនារីម្នាក់នោះបានគិតថាវាមិនអាចទៅរួចនោះទេគេឈ្មោះវូជុនជាអ្នកវិភាគទិន្នន័យរបស់ក្រុមហ៊ុនគេបានស្រឡាញ់អញឬអត់គេមិនហ៊ានសូម្បីតែនិយាយជាមួយនឹងខ្ញុំគេមិនអាចធ្វើបែបនេះកើតនោះទេតាមការពិតហ៊ូជុនបានលួចស្រឡាញ់នាងយ៉ាងស្ងាត់ព្រោះតែគេមានចរិតអៀនខ្មាស់10ឆ្នាំនេះគេមិនហ៊ានសូម្បីតែសារភាពបានត្រឹមតែខ្លំមើលនាងដោយស្ងាត់យ៉ាងណាក៏ដោយក្រោយពីបានកើតហេតុគេបានលាសម្រាប់អស់កន្លះខែហ៊ូជុនដែលស្រឡាញ់នាងមករហូតគេមានអារម្មណ៍ថាខ្វះអ្វីម្យ៉ាងប្រាប់តែពេលនោះនាងបានត្រឡប់មកធ្វើការនាងបានរើផ្ទះព្រោះតែបញ្ហាហុងស៊ុយតាមការគិតរបស់ហ៊ូជុនគេបានគិតថានឹងមានអ្វីខុសពីធម្មតាហើយដើម្បីដឹងពីស្ថានភាពអញ្ចឹងហើយហ៊ូជុនមានគោលបំណងមកតាមនាងពេលនោះបងប្រុសរបស់គេបានស្ដាប់ហើយគេមិនចង់បាត់បង់ឱកាសនោះរកឱកាសយកកន្ទុយបរិយដែលគេចោលយកមកឲ្យខ្ញុំទៅហើយកំប្រើដោយដៃត្រូវរកដោយចាប់និងដាក់ថង់ទោះបីជានារីម្នាក់នោះមិនចង់ជឿតែដើម្បីរកការពិតនាងបានសម្រេចចិត្តធ្វើតាមផែនការរបស់បងប្រុសយ៉ាងណាក៏ដោយរាល់ពេលដែលនេះរកឱកាសរើសកន្ទុយបរិយនាងតែងតែយឺតមួយជំហានរហូតនាងគ្មានផ្លូវជ្រើសទើបរកហេតុផលបបួលហ្វូឈុនទៅហាងអាហារដើម្បីញ៉ាំបាយព្រោះនាងបានដឹងថាបរិសុទ្ធភាគច្រើនតែងតែចូលចិត្តជក់បរិយក្រោយពីពេលញ៉ាំអាហាររួចការគិតរបស់នាងពិតជាល្អឥតខ្ចោះក្រោយពេលពីបានញ៉ាំអាហាររួចនាងបានឃើញថាហ៊ូជុនចង់ជក់បរិយហើយនៅពេលនោះនាងនិយាយថាបើសិនជាលោកចង់ជក់បរិយក៏ជក់ទៅនាងមិនចូលចិត្តក្លិនបរិយមែនទេមិនអីនោះទេខ្ញុំកំពុងតែចង់ចូលបន្ទប់ទឹកល្មមនៅទីបំផុតនាងក៏បានកន្ទុយបរិយតែលទ្ធផលដែលត្រួតពិនិត្យចេញមកហ្វូជុនមិនមែនជនសង្ស័យយ៉ាងម៉េចទៅហើយមិនមែនគេនោះទេនៅពេលនោះនាងក៏បានធូរក្នុងចិត្តព្រោះនាងមិនបានជឿតាំងតែពីដំបូងព្រោះថាហ៊ូជុនជាមនុស្សល្អដែលអ្នកនៅក្រុមហ៊ុនបានស្គាល់ដើម្បីជាការសុំទោសនាងបានអញ្ជើញហ៊ូជុនទៅញ៉ាំបាយម្ដងទៀតមិននឹកស្មានថាហ៊ូជុននិយាយឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងតើនាងបានទទួលនៅការរងគ្រោះអ្វីមែនទេពេលដែលបានឮពាក្យនេះនាងបានភ្ញាក់ផ្អើលដោយមិនដឹងខ្លួនហើយក៏ប្រញាប់ចាក់ចេញពីរោងអាហារភ្លាមក្រោយពីនាងបានស្ងប់អារម្មណ៍នារីម្នាក់នេះបានចាប់ផ្ដើមសង្ស័យម្ដងទៀតព្រោះតែរឿងនេះក្រៅពីបងប្រុសរបស់នាងមានតែជនសង្ស័យទេដែលដឹងរឿងនេះតើហ៊ូជុនគេបានដឹងយ៉ាងម៉េចដើម្បីចង់ដឹងពីការពិតនាងបានណាត់ហ៊ូជុនមកម្ដងទៀតសម្ដីរបស់លោកនិយាយពីម្សិលមិញតើបានន័យថាយ៉ាងម៉េចតើលោកដឹងរឿងខ្ញុំបានយ៉ាងម៉េចតើលោកជាអ្នកធ្វើវាមែនទេតែលទ្ធផលគឺនាងយល់ខុសហ៊ូជុនមើលទៅជាមនុស្សស្ងប់ស្ងាត់តែគេមានសតិបញ្ញាឆ្លាតវៃតាមស្លាកស្នាមបន្តិចបន្តួចគេក៏ដឹងថានាងមានផែនការមួយយ៉ាងមនុស្សស្រីដែលមិនដែលបានតាក់ទងនឹងគេបែរជាអញ្ជើញគេទៅញ៉ាំអាហារជាច្រើនដងហើយពេលដែលគេជួបបរិយនារីម្នាក់នេះតែងតែឈរនៅក្បែរនោះហើយក្រោយពីពេលញ៉ាំអាហាររួចនាងបានស្នើឲ្យគេជួបបរិយទើបហ៊ូជុនពិសោធន៍ការគិតក្នុងចិត្តរបស់គេហើយកន្ទុយបរិយនោះគឺជាការតាំងចិត្តរបស់គេរឿងទាំងអស់ហ៊ូជុនបានសន្និដ្ឋានបានថាប្រកាសជាមានរឿងដែលនាងមិនអាចនិយាយបានទោះគេមិនដឹងថានាងមានរឿងអ្វីកើតឡើងក៏ដោយគេបានសន្យាថានៅក្នុងចិត្តរបស់គេនឹងមិនកែប្រែក្រោយពីនាងបានស្ដាប់ការតាំងចិត្តរបស់ហ៊ូជុនហើយគេមិនអាចធន់តទៅទៀតទេទើបនាងសារភាពរឿងរ៉ាវទាំងអស់ពេលដែលហ៊ូជុនបានដឹងហេតុការណ៍ទាំងអស់របស់នារីម្នាក់នោះគេក៏បានសន្យាជាមួយនឹងនាងថានឹងជួយតាមរកជនដៃដល់ស្អែកឡើងអ្នកទាំងពីរក៏បានមកដល់ទីប្រជុំជនដើម្បីត្រួតពិនិត្យតម្រុយដែលបានសល់នារីម្នាក់នោះបានសង្ស័យថាជនដៃដល់បានឡើងតាមបង្អួចតែហ៊ូជុនបានឃើញបំពង់បង្ហូរទឹកវារលុងគេបានគិតថាវាមិនមែននោះទេបើសិនជាជនដៃដល់បានចូលតាមបង្អួចពិតមែនហើយកន្សែងជូតមុខដែលជ្រុះនោះប្រហែលជាពួកយើងមិនអាចឃើញនោះទេរឿងរ៉ាវទាំងអស់បានបញ្ជាក់ថា
ជនដៃដល់ប្រកាសណាស់មិនបានចូលតាមបង្អួចដូច្នេះហើយមានតែរឿងមួយយ៉ាងដែលអាចទៅរួចនោះគឺជនដៃដល់បានលាក់ខ្លួននៅក្នុងបន្ទប់រួចជាមុនទៅហើយបានលួចដាក់ថ្នាំសន្លប់នៅក្នុងទឹកដោះគោដែលនាងផឹករាល់ថ្ងៃពេលដែលនាងសន្លប់ហើយគេចាប់ផ្ដើមធ្វើអំពើមិនល្អទៅលើនាងចំណែកក្រណាត់ជូតមុខនៅមុខបង្អួចគឺជាការបោកបញ្ឆោតហើយមានគោលបំណងតែម្យ៉ាងដែលធ្វើបែបនោះដើម្បីបិទបាំងការពិតព្រោះអ្នកបង្កហេតុគឺជាអ្នកស្គាល់មុខរួចហើយគេក៏បានសម្រេចចិត្តត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅថ្ងៃដែលកើតហេតុមានតែបងប្រុសរបស់នាងដែលបានមកទីនេះតើនោះគឺជាឡានរបស់បងប្រុសនាងមែនទេសម្រាប់ជនដៃដល់អ្វីដែលសំខាន់មិនមែនជាការពិតតែជាការគិតរបស់អ្នកគេប្រហែលជាមកទីនេះច្រើនដងហើយគេបានចូលទៅតាមទ្វារមុខពេលដែលនាងបានទៅធ្វើការតើលោកសង្ស័យបងប្រុសរបស់ខ្ញុំមែនទេទោះបីជាមិនគួរឲ្យជឿតែពេលដែលនាងនឹកឃើញដល់រឿងប្លែកៗរបស់បងប្រុសនាងច្រើនដងនារីម្នាក់នោះមិនអាចបញ្ឈប់ការសង្ស័យរបស់គេបានយ៉ាងណាក៏ដោយក្នុងចិត្តរបស់នាងបងប្រុសធ្វើបានគ្រប់យ៉ាងតាំងពីតូចដើម្បីបញ្ជាក់ថាបងប្រុសមានការពាក់ព័ន្ធឬអត់អ្នកទាំងពីរបានទៅរកគ្រូពេទ្យដែលបានជួយពិនិត្យពីដំបូងដើម្បីបញ្ជាក់ថាការត្រួតពិនិត្យคล้ายៗឬអត់ហ៊ូជុនបានណែនាំដល់នាងទៅរាក់ទាក់ជាមួយនឹងគេសិនតើគេមានអាកប្បកិរិយាយ៉ាងណាហើយសំខាន់បំផុតនាងត្រូវរកពេលវេលានិយាយជាមួយនឹងគេឲ្យបានយូរបន្តិចនាងគឺជាពូនស្រីរបស់គេនាងអាចបែងចែកទឹកមុខរបស់គេបានថាតើពេលដែលគេឃើញមុខរបស់នាងហើយគេភ្ញាក់ផ្អើលឬអត់ឬមួយក៏ជាធម្មតាខ្ញុំបានសន្និដ្ឋានថាគេប្រកាសជាមានពីរអាកប្បកិរិយាទី1គឺមិនមានអ្វីកើតឡើងនោះបានន័យថាបងប្រុសរបស់នាងបានយកកន្ទុយបារីឲ្យគេត្រួតពិនិត្យពិតប្រាកដអាកប្បកិរិយាទី2នោះគឺអាចជាភាពច្របូកច្របល់នោះបានន័យថាគេមិនដឹងថាមានអ្វីកើតឡើងបើសិនជាគេមិនបានត្រួតពិនិត្យកន្ទុយបារីប្រកាសជាគេមានរឿងលាក់បាំងតែលោកគ្រូពេទ្យមិនត្រឹមតែបដិសេធថែមទាំងបញ្ជាក់ពីក្តីបរិសុទ្ធរបស់បងប្រុសនាងនៅយប់ពេលដែលកើតហេតុតាមការពិតគេបានទៅផ្ទះរបស់នាងគេបានតាំងចិត្តចាំនាងចេញពីធ្វើការរួចជួននាងទៅផ្ទះដើម្បីញ៉ាំបាយជាមួយនឹងគ្នាតែមិននឹកស្មានថាមានទូរស័ព្ទមកពីមន្ទីរពេទ្យខលប្រាប់ឲ្យគេត្រឡប់ទៅវិញគេបានស្ដីបន្ទោសខ្លួនឯងរហូតបើសិនជាគេបានជួននាងទៅផ្ទះរឿងរ៉ាវទាំងអស់នេះប្រហែលជាមិនកើតឡើងដល់នាងនោះទេគេឈឺចាប់ជាងអ្នកណាទាំងអស់ទៀតក្តីបរិសុទ្ធរបស់បងប្រុសធ្វើឲ្យនាងធូរទ្រូងបំផុតតែនោះកាន់តែធ្វើឲ្យនាងសង្ស័យខ្លាំងឡើងបើសិនជាបងប្រុសមិនមែនជាជនដៃដល់តើអ្នកណាស្គាល់នាងច្បាស់ដល់ថ្នាក់នោះការស៊ើបអង្កេតមកដល់ផ្លូវតរប្រាប់តែនាងបានប្រទះឃើញដោយចៃដន្យពីព័ត៌មានក្មេងដែលបានបាត់ខ្លួនហើយក្មេងដែលបាត់ខ្លួននោះនៅក្នុងបន្ទប់302ហើយនៅក្នុងរូបភាពនោះនាងបាននឹកឃើញដល់រឿងម្យ៉ាងប្រាប់តែនាងបានខលហៅហ្វូឈុនភ្លាមហើយនិយាយពីការសង្ស័យរបស់នាងបើសិនជាខ្ញុំចាំមិនខុសទេបន្ទប់ដែលក្មេងបាត់គួរតែបន្ទប់302ពេលដែលខ្ញុំបានទៅលើកដំបូងខ្ញុំបានប្រទះឃើញថាបន្ទប់អង្គុយលេងនិងបន្ទប់ទទួលទានអាហារគឺជាបន្ទប់ជាប់គ្នាទោះបីជាយើងនៅបន្ទប់ខុសគ្នាតែតាមការពិតមានតែជញ្ជាំងមួយទេដែលបែកចែកពីគ្នាហើយម្ចាស់បន្ទប់លេខ302គេគឺជាម្ចាស់ក្រុមហ៊ុនដែលតុបតែងផ្ទះបន្ទប់របស់យើងគេគឺជាអ្នកតុបតែងពេលដែលនាងបានមកមើលផ្ទះដំបូងបានឮបន្ទប់302កំពុងតែតុបតែងផ្ទះនាងបានទៅមើលដើម្បីជាតួយ៉ាងពេលដែលនាងបានមើលហើយនាងបានចូលចិត្តបន្ទប់នោះខ្លាំងណាស់ហើយនាងបានដឹងថាគេគឺជាអ្នកតុបតែងផ្ទះទើបសុំលេខដើម្បីតាក់ទងគ្នាតាមក្រោយតើនាងធ្លាប់បានស្គាល់គេមកពីមុនដែរទេនេះគឺជាផែនទីចាស់ផ្ទះពីមុនមកក្នុងបន្ទប់គេងខ្ញុំមានបន្ទប់ខោអាវដោយចែកដាច់ផ្សេងពីគ្នាបន្ទប់ខោអាវបានជាប់នឹងជញ្ជាំងខាងនោះគឺជាបន្ទប់302បើសិនជាខាងក្រោយទូខោអាវមានប្រហោងក្រោយពីហ៊ូជុនបានស្ដាប់ការវិភាគរបស់នាងគេមានអារម្មណ៍ថាវាមានហេតុផលពិតមែនគ្រប់យ៉ាងបានចង្អុលឲ្យឃើញថាម្ចាស់បន្ទប់302គឺជាជនដៃដល់តែពួកគេទាំងពីរនាក់មិនមានភ័ស្តុតាងអញ្ចឹងហើយគេក៏បានសម្រេចចិត្តទៅមើលបន្ទប់ជួលរបស់នាងមុនសិនពេលដែលចូលទៅដល់នាងប្រទះឃើញថាមានភួយក្រាស់រុំជុំវិញកៅអីអង្គុយលេងដោយភាពសង្ស័យរបស់នាងក៏បានដើរទៅជិតរួចហើយនាងក៏បានបើកស្រាប់តែនាងបានប្រទះឃើញក្មេងដែលបានបាត់ខ្លួននោះនាងមិនបានត្រៀមខ្លួនស្រាប់តែមានក្រណាត់ជូតមុខចេញមកពីក្រោយបិទច្រមុះនាងយ៉ាងរហ័សហើយនៅពេលនោះនាងក៏បានសន្លប់ភ្លាមចំណែកឯហ្វូឈុនបានប្រទះឃើញសាកសពលាក់នៅក្នុងទូដាក់ត្រីគេបំរុងនឹងប្រាប់នារីម្នាក់នោះប្រាប់តែគេបានក្រឡេកទៅប្រទះឃើញថានាងបានសន្លប់ទៅហើយស្រាប់តែពេលនោះហ្វូជុនបានទៅជួយនាងភ្លាមគេមិនបានសង្កេតឃើញថាមានបុរសកំពុងតែលាក់ខ្លួននៅទីងងឹតហើយនៅពេលនោះគេក៏បានត្រូវថ្នាំសន្លប់រួចហើយក៏សន្លប់ទៅនឹងដីក្រោយពីគេបានចាត់ការអ្នកទាំងពីររួចហើយប្រុសម្នាក់នោះក៏បានដើរចេញមកគេគឺជាម្ចាស់ហាងលក់គ្រឿងសំណង់និងបានលក់ក្បឿងឲ្យយិនអ៊ូហងជួររបស់នាងគេក៏ធ្លាប់បានតុបតែងឲ្យនាងហើយម្ចាស់បន្ទប់302គឺជាឡាវ៉ាំងហើយគេបានដើរសម្ដៅទៅយិនអ៊ូមានពេលវេលាច្រើនទេនេះជាឱកាសចុងក្រោយរបស់យើងកំឡុងមើលទៅក្មេងប្រុសដែលនៅលើកៅអីយិនអ៊ូបាននឹកឃើញដល់កូនស្រីរបស់គេភ្លាមនៅពេលនោះព្រមទាំងពាក្យប្រដៅរបស់ឪពុកប្រចាំថ្ងៃហើយនឹងក្តីសង្ឃឹមរបស់គ្រួសារហើយនៅពេលនោះយិនអ៊ូបានភ្ញាក់ខ្លួនភ្លាម
មិនមែនជាគេតែគឺជាលោកតែការវាយប្រហារពីគេមិនបានធ្វើឲ្យឡៅវាំងរបួសធ្ងន់នោះទេហើយនៅពេលនោះពួកគេទាំងពីរនាក់ក៏បានតស៊ូជាមួយនឹងគ្នាតែយិនអ៊ូមិនមានសូម្បីតែកម្លាំងគេមិនអាចតស៊ូជាមួយនឹងឡៅវាំងបានឡើយហើយសំណាងល្អការតស៊ូបានធ្វើឲ្យកូនរបស់ឡៅវាំងស្ដាប់ឮនៅពេលនោះគេបានសង្កេតឃើញថាទ្វាររបស់ឪពុកគេត្រូវបានចាក់សោនាងគិតថាមានអ្វីម្យ៉ាងខុសពីធម្មតាទើបនាងបានប្រញាប់ប្តឹងប៉ូលីសការដឹកនាំរបស់កូនឡៅវាំងពួកគេបានប្រទះឃើញផ្លូវសម្ងាត់យ៉ាងឆាប់រហ័សហើយនៅពេលនោះដែរពួកគេក៏បានបញ្ឈប់ឡៅវាំងបានទាន់ពេលវេលាឈប់ធ្វើបាបគេទៀតទៅពេលដែលឡៅវាំងបានឃើញកូនរបស់គេទើបគេបានទម្លាក់អាវុធចុះយ៉ាងយឺតរួចហើយគេក៏បានចាប់ធាតុករពិតនោះគឺឡៅវាំងហើយនៅទីបំផុតក៏បានដឹងការពិតតាមការពិតពីដំបូងនាងបានប្រទះឃើញថាបន្ទប់ដែលនៅជិតនោះ302កំពុងតែធ្វើការតុបតែងនាងបានចូលចិត្តការតុបតែងនោះខ្លាំងណាស់រួចហើយនាងក៏ឲ្យឡៅវាំងតុបតែងបន្ទប់របស់នាងមិនដឹងគិតថាឡៅវាំងជាមនុស្សល្អតែតាមការពិតគេគឺជាមនុស្សបាកាមគេបានឃើញរូបរាងដ៏ស្អាតរបស់នារីម្នាក់នោះក្នុងចិត្តរបស់គេក៏ចាប់ផ្ដើមគិតមិនល្អនៅពេលនោះគេក៏បានធ្វើការតុបតែងបន្ទប់ឲ្យនាងរួចហើយគេក៏បានធ្វើផ្លូវសម្ងាត់ក្រោយពីដឹងថានារីម្នាក់នោះចូលចិត្តញ៉ាំទឹកដោះគោពេលដែលនាងមិនបាននៅផ្ទះគេក៏បានចូលទៅផ្លូវសម្ងាត់រួចហើយក៏ដាក់ថ្នាំសន្លប់នៅក្នុងទឹកដោះគោរបស់នាងតាមដល់ពេលនាងសន្លប់ហើយគេក៏បានចាប់រំលោភនាងចំណែកឯហេតុផលរបស់យិនអ៊ូដែលបានចាប់កូនក្មេងព្រោះតែគេបានឮសំឡេងឡានប៉ូលីសនៅខាងក្រោមគេក៏បានភ័យខ្លាចយ៉ាងខ្លាំងខ្លាចរឿងសម្ងាត់ដែលគេបានលាក់ទុកជាយូរត្រូវបាយការគេបានរៀបចំអីវ៉ាន់ដើម្បីគេចខ្លួននៅពេលនោះគេស្រាប់តែឮសំឡេងនៅក្នុងបន្ទប់ដាក់ខោអាវនៅពេលនោះគេបានដើរទៅត្រួតពិនិត្យមើលយ៉ាងប្រយ័ត្នប្រយែងស្រាប់តែមានក្មេងមកបើកទូត្រីមើលក្មេងប្រុសនោះបានឃើញសាកសពនៅក្នុងទូត្រីម្រងនឹងគេចខ្លួនគេក៏បានចាប់ក្មេងប្រុសម្នាក់នោះតែធ្វើយ៉ាងណាក៏ក្មេងនោះមិនព្រមជប់ស្រែកគេក៏បានចាប់ក្មេងនោះដាក់ទៅលើកៅអីគេក៏បានយកស្កូតបិទមាត់ក្មេងប្រុសនោះស្រាប់តែនៅពេលនោះសំឡេងនៅក្នុងទូខោអាវក៏បានឮម្ដងទៀតនោះគឺជាឡៅវាំងដែលនៅបន្ទប់ចិត្តនោះពេលដែលគេបានទទួលទូរស័ព្ទគេបានស្មានដឹងហើយថាផ្លូវសម្ងាត់មានបញ្ហាដើម្បីកុំឲ្យពួកប៉ូលីសសង្ស័យគេបានតាំងចិត្តគេចពីប៉ូលីសហើយចូលតាមផ្លូវសម្ងាត់មកដល់បន្ទប់301តែដល់ពេលដែលគេបានឃើញទូត្រីគេបាននឹកឃើញផែនការដើម្បីបាត់បង់ពីការពិតពេលនោះគេបានគិតក្នុងចិត្តថាខ្ញុំត្រូវតែលាក់អារម្មណ៍របស់ខ្ញុំទោះបីជាពេលនេះខ្ញុំមានរឿងធំក៏ដោយយើងត្រូវតែសម្ដែងធ្វើជាមនុស្សរឹងមាំដើម្បីទទួលនូវជ័យជំនះមនុស្សដែលមានភាពតន់ខ្សោយតែប៉ុណ្ណោះដែលស្ដាប់សម្ដីអ្នកពេលនេះខ្ញុំត្រូវតែប្រើវាដើម្បីចាត់ការពីបញ្ហាដែលខ្ញុំបានសាងដោយខ្លួនឯងនៅពេលនោះឡៅវាំងក៏បានសម្ដែងប្រាប់ទៅយិនអ៊ូថាគេនឹងជួយបិទបាំងរឿងសម្ងាត់នេះដោយការស្ម័គ្រចិត្តរួចហើយគេបានទៅសួរយិនអ៊ូថាតើដឹងទេថាលោកនៅពេលនេះកំពុងតែធ្វើអ្វីហើយអ្វីបានជាលោកយកឪពុកបកកើតរបស់លោកទៅដាក់ក្នុងទូត្រីបែបនេះទៅវិញបើសិនជាគេចាប់បានលោកនឹងក្លាយទៅជាបិសាចចំពោះមុខគេរហូតក្លាយជាបិសាចគួរឲ្យស្អប់ជាងឃាតករទៅទៀតតើលោកចង់ស្លាប់នៅក្នុងគុកមែនទេនៅពេលដែលគេបានស្ដាប់សម្ដីរបស់ឡៅវាំងគេក៏បានជឿសម្ដីរបស់ឡៅវាំងហើយព្រមស្ដាប់តាមបញ្ជារបស់ឡៅវាំងសម្ដីទឿនរបស់ឡៅវាំងមុននឹងចាក់ចេញទៅធ្វើឲ្យយិនអ៊ូមានសតិឡើងវិញខ្លះតើនៅចាំសម្ដីដែលខ្ញុំនិយាយជាមួយនឹងលោកទេមើលថែក្មេងប្រុសម្នាក់នោះឲ្យល្អសិនជាក្មេងនោះបានបញ្ចេញសម្លេងមកនោះខ្ញុំនឹងលោកគ្មាននរណាអាចគេចផុតនោះទេអ៊ូបានយល់ន័យពីឡៅវាំងយ៉ាងច្បាស់លាស់ទោះបីជាគេជាមនុស្សកំសាតែគេក៏មិនមានទឹកចិត្តកាចសាហាវនោះដែរតែគេក៏មិនធ្វើតាមការណែនាំរបស់ឡៅវាំងស្រាប់តែពេលនោះឡៅវាំងបានមកដល់សាជាថ្មីគេបានប្រទះឃើញថាកូនក្មេងនៅដដែលហើយមិនបានកើតអ្វីនោះទេនៅពេលនោះគេក៏បានគំរាមយិនអ៊ូរួចហើយគេក៏បានប្រកល់ញញួរឲ្យទៅយិនអ៊ូតែពេលនោះនារីដែលតាមរកការពិតនោះបានមកដល់ពាក្យសន្ទនាដែលពួកគេបាននិយាយគ្នានោះឡៅវាំងបានស្ដាប់ឮទាំងអស់អញ្ចឹងហើយទើបបានកើតរឿងរ៉ាវដែលនិទានមុននោះហើយនៅចុងក្រោយបំផុតលោកពូវាំងគាត់ក៏បានទទួលកម្មនៅទង្វើរបស់គាត់ដែលបានសាងដោយខ្លួនឯងត្រូវចាយតម្លៃដែលគួរតែត្រូវចាយគេត្រូវបានទទួលការចោទប្រកាន់ជាច្រើនត្រូវជាប់គុកអស់រយៈពេល8ឆ្នាំយិនអ៊ូត្រូវបានដាក់ទោសជាប់គុកពីបទបំផ្លាញសពដោយចេតនាត្រូវជាប់គុករយៈពេល1ឆ្នាំ10ខែសូមថ្លែងអំណរគុណដល់ប្រិយមិត្តគ្រប់គ្នាដែលតែងតែបានចូលរួមមកទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់សូមអរគុណសូមជម្រាបលា